Hello សួស្តីអ្នកទាំងអស់គ្នាបាទជាងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងគំនុំចំណានតាំងសឹងនៅភាគ464បន្តទៀតចូលមកដល់ភាគនេះដែរកូនចាស់របស់ពួកគេដែលមានឈ្មោះថាសេយីងក៏បានចូលមករាយការណ៍ពីបញ្ហាបន្ទាន់ដែលស្ទើរមកពីទឹកដីខាងក្រៅបានមានបញ្ហាលើដែនដីស៊ីយ៉ាននិងដែនដីហ៊ីនឌិនរបស់ពួកគេអញ្ចឹងនេះក៏សូមឲ្យអ្នកទាំងពីរអញ្ជើញអ្នកខ្លាំងដើម្បីប្រជុំមុខជាមួយនឹងពួកបិសាចមកពីទឹកដីខាងក្រៅអញ្ចឹងទៅហ៊ីនឌិនគិតថាបញ្ហានៃការកម្ចាត់ចោលនៃអ្នកក្រមកតរបស់ទេវតាហងមឹងគឺត្រូវធ្វើនៅពេលក្រោយទៅឥឡូវនេះអាចจะត្រូវដល់ស្រាយបញ្ហានៅចំពោះមុខជាមុនសិនបន្ទាប់មកក៏ស៊ីយ៉ាងក៏បានបញ្ជាឲ្យសេយីងនាំបងប្អូនពួកគេត្រឡប់ទៅកាន់ដែនដីទេវតាហងមឹងមុនទៅហើយនឹងបន្តទៅកាន់ជួបព្រំដែនដើម្បីទប់ទល់ជាមួយនឹងពួកបិសាចជើងងាកមកមើលឋានច័ន្ទវិញម្ដងខណៈពេលដែលអូនរបស់គាត់នឹងបានបញ្ចប់នៅទុកទរណកម្មវិធីអស់ហើយនៅឡើយទៅឋានច័ន្ទម្នាក់តែប៉ុណ្ណោះហេតុអីបានជាគាត់នឹងក៏យូរជាងគេរតនៈនេះពួកគេពិតជាមានការព្រួយបារម្ភស៊ូប៊ីងក៏ទៀតថាអ្វីដែលគូខ្លាចនោះគឺបេះដូងបិសាចខាងក្នុងរបស់ឋានច័ន្ទនឹងតែម្ដងតែពេលនេះគាត់បានឆ្លងផុតហើយចំពោះទុកមហន្តរាយមេឃីគឺមិនអាចធ្វើអ្វីគាត់បាននោះទេកាលពេលទៅឋានច័ន្ទកំពុងតែប្រឈមមុខជាមួយនឹងនាគរាជទន្ទឹមមួយក្បាលវាក៏បានបញ្ចេញសម្រែងមាននាគចំនួន4ឡោមព័ទ្ធគាត់នៅលើអាកាសឋានច័ន្ទក៏ឲ្យវានឹងវាបហាព្រមគ្នាក្នុងពេលតែមួយតែម្ដងទៅវាក៏បានចូលក្នុងពេលនោះតែម្ដងឋានច័ន្ទព្យាយាមហក់កិច្ចពិធីនោះគាត់លើមរៀមដៃពីរក្តាប់ដៃបន្តិចថ្មពុជខ្លាំងក៏បានផ្ទុះឡើងរំលាយនៅរាងកាយនៃនាគរាជរន្ទាបន្សល់តែអសររន្ទាជាច្រើនឥឡូវឋានច័ន្ទបានកម្ចាត់ចោលនៃធម្មពលទេពនៃទុកមហន្តរាយមេឃាបន្ទាប់មកក៏បានស្រូបនៅធម្មពលនៃទុកមហន្តរាយមេឃានោះចូលទៅក្នុងរាងកាយធម្មពលនៃទុកទរណកម្មមេឃាគឺមានអត្ថប្រយោជន៍សម្រាប់គាត់ជាខ្លាំងឋានច័ន្ទក៏បានឈានទៅដល់ដែនដីអតិទេពមនុស្ស level 1នេះគឺជា level ថ្មីមួយទៀតអញ្ចឹង level នៃការហ្វឹកហាត់រឿងនេះគឺច្រើនតង់ខ្លាំងមែនទែនបើសិនជាស្ដាប់អាចจะបែកងាងអញ្ចឹងមួយភាគចាំមួយភាគទៅហើយនេះគឺជា level ទាបមួយនៅពេលដែលឋានច័ន្ទឡើងទៅកាន់ដែនដីទេវតាហុងម៉ឹងគឺជា level ទាបជាងគេបំផុតក៏ប៉ុន្តែជាក់ស្ដែងឋានច័ន្ទអាចវាយជាមួយនឹងអ្នកដែនដីអតិទេពដី level 5បើនិយាយងាយយល់គឺ level 1បើឋានច័ន្ទអាចវាយជាមួយនឹង level 5ហើយដល់ពេលវេលានេះគាត់ត្រូវធ្វើដំណើរទៅកាន់ដែនដីទេវតាហុងម៉ឹងឋានច័ន្ទក៏បានផ្លាស់ប្ដូរនៅសម្លៀកបំពាក់ថ្មីតើស្រស់ស្អាតដែរឬក៏អត់គ្រាន់តែឃើញឋានច័ន្ទភ្លាមនឹងក៏ស៊ីនឹងក៏បានរត់មកអោបថាបងថ្លៃរបស់ខ្ញុំគឺសង្ហាខ្លាំងណាស់ផ្លាស់ប្ដូរនៅរូបរាងថ្មីតែនាងមានអារម្មណ៍ថាហេតុអីក៏មិនអាចមើលធ្លុះនៃទម្រង់រាងកាយពិតអញ្ចឹងឋានច័ន្ទប្រាប់ថានេះគឺគាត់បានប្រើប្រាស់នៃធម្មពលទេពនៃទុកមហន្តរាយមេឃាដើម្បីបិទបាំងនៅរាងកាយពិតរបស់គាត់ដើម្បីកាត់ផ្តាច់នៅទំនាក់ទំនងនៃដែនដីទេវតានិងដែនដីមនុស្សជាងទៅក៏ម្នាក់ទីក៏បានចូលមកសួរថាប្រើប្រាស់ដើម្បីអ្វីទៅពងបកក៏បានទៅកម្មបញ្ជាក់តេតុនទៅនឹងអតិទេពនៃដែនដីទាំង3មានឋានច័ន្ទហុងម៉ឹងហ៊ីនឌិននិងស៊ីយ៉ានពួកគេសុទ្ធតែជាអ្នកជំនាញដែលអាចទូទីនៃការចាប់កណ្ដាល 10000 ដងរបស់ឋានច័ន្ទបានឬក៏ទេវតាហុងម៉ឹងបានឋានច័ន្ទប្រើប្រាស់នៃធម្មពលទេពនៃទុកមន្ត្រាយមេឃានេះដើម្បីកាត់ផ្តាច់នៅទំនាក់ទំនងរវាងមនុស្សហើយនិងទេវតាដូច្នេះពួកគេមិនអាចស្វែងរកឃើញនៅដែននៃអត្តសញ្ញាណពិតរបស់ឋានច័ន្ទបាននោះទេហើយក៏មិនអាចរកឃើញអំពីការចាប់កំណើតរបស់ទេវតាហុងម៉ឹងផងដែរពិធីនេះគឺអស្ចារ្យពួកគេផ្ញើឲ្យជាខ្លាំងមឹងជីក៏បាននិយាយតាក់ទងទៅនឹងក្រុមរបស់ឈិនយិនរូពេលនេះបានទៅដល់ដែនដីទេវតាហុងម៉ឹងហើយតាំងតែពី3ខែមុនមកម្ល៉េះហើយនេះក៏បានផ្ដាំប្រាប់ឋានច័ន្ទក៏សុំបញ្ជាក់ថាមានរឿងអ្វីផ្សេងទៀតដែរឬក៏អត់នេះក៏បានបន្ថែមតែឲ្យឋានច័ន្ទនឹងប្រយ័ត្នចែងខ្លួនផងឋានច័ន្ទក៏សុំបញ្ជាក់តែនាងអត់និយាយអ្វីច្រើនទេអីថានាងនឹងទៅទីណានៅពេលដែលទៅដល់ដែនដីទេវតាហុងម៉ឹងនោះពួកគេក៏កពីក្បាលឋានច័ន្ទដូចជាមានការបារម្ភខ្លាំងមែនទែនស៊ូប៊ីងគិតថាដែនដីទេវតាហុងម៉ឹងគឺមានទំហំធំធេងហើយនៅថ្ងៃមួយពួកគេប្រកាសជាអាចជួបគ្នាម្ដងទៀតរឿងនេះមួយយ៉ាងដែរអូនអត់ចេះប្រច័ណ្ឌគ្នាទៅតែសោះតែគណៈថាបើកចិត្តទៅបាទជាងឋានច័ន្ទគិតថាដល់ពេលដែលពួកយើងត្រូវធ្វើដំណើរទៅកាន់គុកអតិទេពទេវតាហើយនៅក្នុងនោះគឺមានប្រាសាទ3ដែលជួយដឹកនាំពួកគេទៅកាន់ដែនដីទេវតាហុងម៉ឹងដែនដីស៊ីយ៉ានហើយនិងដែនដីហ៊ីនឌិនអញ្ចឹងពួកគេនឹងជ្រើសរើសនៅប្រាសាទដែនដីទេវតាហុងម៉ឹងចំនួនវិញពួកគេនឹងទៅដល់ទីក្រុងទេវតាហុងម៉ឹងដោយផ្ទាល់អញ្ចឹងនៅក្នុងដែនដីទេវតាហុងម៉ឹងគឺមាននៅទីក្រុងទេវតាហុងម៉ឹងទៀតគ្រាន់តែថាឈ្មោះដូចគ្នាស៊ូប៊ីងគិតថាទីបំផុតពួកយើងបានត្រឡប់ទៅកាន់កន្លែងដែលពួកយើងរស់នៅវិញហើយព្រោះប្រកបនឹងក៏បានក្អកបន្តិចតែដល់ពេលហើយក៏ទៅឋានច័ន្ទដាក់មួយជើងចំកណ្ដាលកំពែងគូតឡើងទៅលើទីបំផុតពួកគេក៏បានមកដល់នៅសំណាក់មួយសាច់មួយចង្កាក់ក៏បានធ្លាក់មកដូចជាសាច់សត្វចម្លែកអញ្ចឹងអតិទេពស្រីម្នាក់ឯនឹងកូនចៅរបស់ខ្លួនម្នាក់ក៏បានបង្ហាញខ្លួនហើយក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួននឹងចាប់យកស្រាហើយនឹងសាច់ខ្លែមកអ្នកនេះដូចជាប្រមុខខ្លាំងមែនទែនស្រីសផឹកសាហាវជាងប្រុសទៀតសារលើកសើទាំងដបលើកម្ដងដាច់ឋានច័ន្ទក៏ទៅការគោរពយ៉ាងគួរសមទៅកាន់អតិទេពស្រីម្នាក់នោះនាងដឹងថាឋានច័ន្ទនឹងគឺមានលួចបង្កប់នៅមនុស្សនៅក្នុងប្រាសាទលំហនៅពេលវេលារបស់ខ្លួននិងក៏ប្រាសាទពិសិដ្ឋនឹងជាងទៅក៏
ពួកគេក៏បានបញ្ចេញនៅសមាជិកមកទាំងអស់ម៉ែគ្រាន់តែមើលចង់បែកភ្នែកសិតតែស្រីស្អាតទាំងអស់បានវគ្គនេះគឺបញ្ចេញមកទាំងអស់តែម្ដងពួកគេសិតតែឈានទៅដល់ដែនដីអតិថិមនុស្ស level 1ទាំងអស់បាទគឺជា level ដែលទាបជាងគេបំផុតនៅក្នុងដែនដីទេវតាហុងម៉ងតែពួកគេសិតតែអាចវាយជាមួយនឹងអ្នក level ខ្ពស់ជាងខ្លួនអ្នកខ្លះវាយអាចវាយជាមួយនឹង level 3ឬក៏ level 5អញ្ចឹងអ្នកនេះអាចរើសតាមចិត្តបានពេញចិត្តមួយណាយកមួយនឹងទៅខ្ញុំយកទាំងអស់បាទបរោះសំណាងលើលោកអតិថិស្រីម្នាក់នោះអាចជាខ្លាំងហេតុអីក៏មនុស្សច្រើនដល់ឋានៈនេះគឺថាពួកគេហ្នឹងគឺខុសនឹងច្បាប់ដូចជាជនអន្តោប្រវេសន៍អញ្ចឹងអត់មានលិខិតឆ្លងដែននោះទេមកកាន់ដែនដីរបស់ខ្លួនច្រើនដល់ឋានៈនេះក៏បញ្ជាឲ្យកូនចៅរបស់ខ្លួននឹងចាប់ពួកគេម្ដងម្នាក់ថាអញ្ចឹងក៏សូមការអភ័យទោសផងដែរពួកគេមិនអាចបែកគ្នានៅក្នុងដែនដីទេវតាហុងបាននោះទេសូមនឹងច្បងយកយល់អ្នកនេះរៀងចិត្តល្អដែរជាងទៅក៏បានបញ្ចេញនៅ form ដើម្បីបំពេញតម្រង់ឲ្យពួកគេនឹងបញ្ចូលនៅស្មារតីរបស់ខ្លួនចូលទៅក្នុងផ្លាកបញ្ជានេះតែអញ្ចឹងក៏ចាប់ផ្ដើមគិតសម្ដីរបស់ Lin Ji ថាគ្រូរបស់វានឹងហើយនឹងប្រភេទរបស់ខ្លួននឹងប្រើប្រាស់នៅវិជាកូនដើម្បីស្វែងរកនៅដែននៃការចាប់កណ្ដាលចុងក្រោយ 10000 ដងរបស់ទេវតាហុងម៉ងអញ្ចឹងសម្ដីរបស់ Lin Ji គឺជាការពិតព្រោះថាស៊ីយ៉ានគឺអាចទូទាយពីការចាប់កណ្ដាលចុងក្រោយរបស់ទេវតាហុងម៉ងបានហើយនឹងដឹងថាឈ្មោះចុងក្រោយនៃទេវតាហុងម៉ងឈ្មោះថានយ៉ានដូច្នេះថានយ៉ានមិនអាចលាតត្រដាងនឹងឈ្មោះពិតរបស់គាត់នៅក្នុងដែនដីទេវតានោះទេអញ្ចឹងគាត់មានឈ្មោះពីអតីតកាលមួយជាតិដែលពួកវាមិនបានដឹងនោះគឺឈ្មោះថាជីងជីអញ្ចឹងចាប់ពីពេលនេះទៅថានយ៉ាននឹងប្រើប្រាស់នៅឈ្មោះជីងជីជំនួសវិញដាក់នៅក្នុងផ្លាកបញ្ជាមួយនេះបន្ទាប់មកក៏បានប្រមូលឲ្យចបែកនោះវិញហើយកូនចៅរបស់ខ្លួននឹងក៏បានចូលទៅចុះបញ្ជីម្យ៉ាងដែរបាទហើយចាប់ពីពេលនេះទៅពួកគេគឺជាប្រជាជននៃដែនដីទេវតាហុងម៉ងហើយស្ដេចដែលពួកគេគោរពនោះគឺហើយមានឈ្មោះថាទេវតាលីងសៀគឺជាអតីតកូនសិស្សរបស់ទេវតាហុងម៉ងដែលបានក្បត់នឹងទេវតាហុងម៉ងហើយនឹងប្រពន្ធរបស់គាត់តើមកនាងក៏ធ្វើការរៀបរាប់តាក់ទងទៅនឹងបបរានធំទាំង12ក្នុងនោះមានដូចជានាគរាជមានាគរាជបិសាចសិតតែជាអ្នកក្រមកប់របស់ទេវតាហុងម៉ងទាំងអស់អតិទេពជាហុងហួងបមេឃារបស់ជីងគ្រាន់តែលើភ្លាមនាងខឹងជាខ្លាំងអានឹងអតិទេពទេវតានាគរាចម្យ៉ាងទៀតហើយនឹងតោទេភ្នែក3ហើយនឹងយៈកាពាផាំងគោរួមជាមួយនឹងស្វាទេពភ្នែក1ព្រះពុទ្ធបិសាចសង្គ្រាមបអតិទេពទាំង12សរុបទាំងអស់គឺមានទាំង12ពួកគេសុទ្ធតែជាសត្រូវរបស់ដែនដីទេវតាហុងម៉ងរបស់ពួកគេខឹងជាខ្លាំងក៏បានក្តាប់ដៃយ៉ាងណាចង់សម្លាប់ចបែកនោះចោលពិសេសគឺជាងនឹងតែម្ដងតែម្នាក់ទៀតនេះក៏បានចូលមករៀបរៀងខ្ញុំភ្លេចឈ្មោះតួអង្គខ្លះហើយបាទអធិស្ឋានផងហើយបើសិនជាពួកគេអាចប្រមាញ់ឬក៏ចាប់នៅសមាជិកនៃបបរានទាំង12ជួក្បាលពួកគេមកដោះដូរជាមួយនឹងវ័ននៅឯទីក្រុងទេវតាហុងម៉ងថានយ៉ានក៏មានចម្ងល់មួយតាក់ទងទៅនឹងបបរានទាំង12ដែលធ្លាប់គោរពទេវតាហុងម៉ងតែពិតថានយ៉ានដឹងធ្វើជាសួរតែពួកគេនឹងបានរស់នៅអស់រយៈពេលរាប់សែនឆ្នាំមកហើយតែពួកគេស្លាប់អស់ហើយមែនទេជាងក៏តបទៅវិញទៀតថាមានអ្នកខ្លះគឺនៅរស់រាននៅឡើយហើយពួកវាខកខើខ្លាំងណាស់វាបន្តលាក់ខ្លួននៅកន្លែងសម្ងាត់ដែលបន្សល់ដោយទេវតាហុងម៉ងពួកវាកម្របង្ហាញខ្លួនខ្លាំងណាស់ចានយ៉ានឮបែបហ្នឹងក៏សប្បាយលួចញញឹមនៅក្នុងចិត្តហើយក៏បានតទៅវិញទៀតថាអញ្ចឹងល្អខ្លាំងណាស់ណាពេលនោះក៏អ្នកបម្រើរបស់ខ្លួននឹងក៏បានមកដល់មកជាមួយនឹងផ្លាកបញ្ជាចំនួន12បកគលទៅឲ្យពួកគេម្ដងម្នាក់អញ្ចឹងមុនចាក់ចេញទៅនេះក៏បានបញ្ជាក់ទៀតថាពួកគេគឺមានទូនាទីត្រូវធ្វើជាទាហានបម្រើនៅទីក្រុងទេវតាហុងម៉ងនេះដើម្បីទប់ទល់ជាមួយនឹងសត្រូវមកពីទឹកដីខាងក្រៅអាចនិយាយថាគឺបំរើជាទាហានដូចជាមនុស្សយើងអញ្ចឹងដែរអញ្ចឹងផ្លាកបញ្ជានេះគឺដឹងអំពីការហ្វឹកហាត់របស់អ្នកទាំងអស់គ្នាបើសិនជារយៈពេល10ឆ្នាំពួកគេមិនបានបង្ហាញខ្លួនឡើងទៅកាន់ដែនដីទីទេពមេឃាចុះឈ្មោះជាទាហាននោះទេពួកគេនឹងត្រូវប្រហារជីវិតដោយគ្មានធម៌មេត្តានោះឡើយថានយ៉ានចងចាំទុកឲ្យក៏បានចាក់ចេញត្រៀមចាក់ចេញទៅពួកគេក៏បានដើរឆ្លងកាត់នៅទីក្រុងទេវតាហុងម៉ងដែលបណ្ដានឹងក៏គ្នារបស់ខ្លួនក៏បានសួរតាក់ទងទៅនឹងផ្លាកបញ្ជានេះតើមានវិធីបំបាយវាបានដែរឬក៏អត់ពួកគេមិនចង់ធ្វើជាទាហាននោះទេរូបគំនូរទាំងអស់នោះគឺជាបបរានទាំង12ដែលគ្រប់ទេវតាហុងម៉ងដែលបច្ចុប្បន្នទេវតាលឹងស៊ីកំពុងតែស្វែងរកស៊ូប៊ីងក៏បានបញ្ជាក់តាមពិតទៅផ្លាកបញ្ជានេះគឺពួកយើងមិនអាចបំបាយបាននោះទេបើយោងទៅតាមនៃការបង្កើតរបស់ពួកគេបច្ចុប្បន្ននេះអញ្ចឹងមានតែចូលជាទាហាននឹងគេហើយព្រោះថាកិច្ចមិនបាននោះឡើយបើអញ្ចឹងនោះតែតានយ៉ានគិតថាចូលធ្វើជាទាហានក៏ជាការហ្វឹកហាត់ដើម្បីបង្កើននូវកម្លាំងរបស់ពួកគេផងដែរគ្មានអ្វីអាក្រក់នោះទេហើយដើម្បីប្រឆាំងជាមួយនឹងពួកវិសាលមកពីទឹកដីខាងក្រៅផងដែរអញ្ចឹងពួកគេនឹងធ្វើដំណើរទៅកាន់រណ្ដៅអាទិទេពថានយ៉ានគិតថាយូស៊ូកំពុងតែរងចាំពួកគេទៅជួយសង្គ្រោះហើយពេលនេះក៏ស្លែទៅប៉ុណ្ណេះ